ផលបាក់វាមានច្រើនហើយទីមួយយើងផលបាក់ជាពិសេសរឿងទឹកបាទរឿងទឹកហើយយើងប្រើប្រាស់ជាម៉ាស៊ីនអញ្ចឹងហ្នឹងឯងជាផលបាក់របស់យើងហើយជួនកាលទៅប្រេងលើថ្លៃអីទៅជំរាបសួរខ្ញុំស្មោះក្លាងពោរស់នៅភូមិភ្លុកឃុំបុស្រាចុកពីដាខេមរងគ្រីផលបាក់វាមានច្រើនហើយទីមួយយើងផលបាក់ជាពិសេសរឿងទឹកបាទរឿងទឹកហើយយើងប្រើប្រាស់ជាម៉ាស៊ីនអញ្ចឹងហ្នឹងឯងជាផលបាក់របស់យើងហើយជួនកាលទៅប្រេងលើថ្លៃអីទៅហ្នឹងជាផលបាក់ហ្នឹងជាប្រព័ន្ធទឹកខ្ញុំយូរឆ្នាំដែរតាំងពីឆ្នាំ2015ឆ្នាំទៅយើងស្រុបចិត្ត20តោនជាដំបូងយើងមិនដឹងថាប៉ុន្តែឥឡូវហ្នឹងយើងចាប់បានប្រមូលទិន្នផលវាបានកើនឡើងអញ្ចឹងជីវភាពកូនបើគួរសមរឿងប្រព័ន្ធថ្លៃហ្នឹងយើងដើម្បីឲ្យយើងកាត់បន្ថយដូចជាទិញប្រេងទៅលើប្រេងហើយខ្ញុំអរគុណបានយើងបានតម្លើងសេឡឺហើយដើម្បីយើងប្រើប្រាស់សាច់ច្របកាហ្វេយើងកម្រងបន្ថែមពង្រីកបាទពង្រីកដីដូចជាដីយើងតំណែបាទយើងដាំអីក៏មិនកើតដូចជាដាំដំឡូងដាំពោតដាំស្រូវអីឡើងកើតយើងដាំកាហ្វេទៅវិញកម្រងគ្រួសារខ្ញុំហើយផ្ទាល់ខ្ញុំហើយកម្រងខ្ញុំនឹងពង្រីកឡើងពង្រីកបន្តបាទអ្វីដែលដីយើងសេះសល់ប្រហែល2ហិកតាបាទមេតាដើម្បីយើងពង្រីកយើងគិតថាទី1យើងដឹងអត្ថប្រយោជន៍របស់គាត់ទៅលើហ្នឹងមិនផៃបារម្ភដូចជាយើងចាយទៅលើប្រេងសាំងទេហើយទី1ហើយទី2ទៀតយើងកាត់បន្ថយបរិស្ថានដូចជាហុយផ្សែងដូចជាប្រេងអីហៀធ្លាក់ខ្លាក់អញ្ចឹងណាបាទនឹងឲ្យជាការល្អយើងគិតថាប្រើសាឡាល្អជាងបាទហើយដោយសារយើងសាល់បងហើយតាំងពីតម្លើងហើយរហូតពេលនេះ7-2 ខែអញ្ចឹងយើងសាល់បងប្រើប្រាស់វាបបោទឹកខ្លាំងហើយយើងអាចទិន្នផលរបស់យើងល្អលយប្រសើរជាងមុនតាមទៅប្រហែលគិតជីស្រស់ជាង20តោនបាទជីវភាពខាងកាហ្វេយើងបានលទ្ធផលខ្ពស់និងហើយទីផ្សារក៏ល្អបាទជីវភាពនៅក្នុងគ្រួសារខ្ញុំសំរុំនឹងហើយជាពិសេសខ្ញុំអរគុណដេគូខេមប្រេតហើយនឹងចាប់ដៃជាមួយ Coffee ដើម្បីសហការជួយកសិករដើម្បីប្រើប្រាស់សេឡាហើយជាពិសេសខ្ញុំលើកទឹកចិត្តឲ្យកសិករយើងទាំងអស់តម្លើងស្លើខ្ញុំធ្លាប់ប្រើរយៈពេល7-2 ខែបាទយើងគិតថាទឹកអាចប្រើប្រាស់គ្រប់គ្រាន់កសិករប្រើសេឡឺដូចខ្ញុំទី1ជៀសវាងដើម្បីបំបត្តិបំពុលបរិស្ថានហើយទី2យើងប្រើស្លើដើម្បីកាត់បន្ថយទៅលើចំណាយទៅលើប្រេង